ជំរាបសួរអ្នកទាំងអស់គ្នាវិលត្រឡប់មកវិញជាមួយខ្ញុំបានសាជាថ្មីបាទសម្រាប់វីដេអូមួយនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីការរកលុយជាមួយនឹងកម្មវិធីរកថ្មីមួយសម្រាប់កម្មវិធីមួយនេះគឺខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នានៅក្នុងវីដេអូមុនដែរហើយដែលកម្មវិធីមួយនេះគឺយើងអាចរកលុយជាមួយវាបានដោយការឆ្លើយនៅសំណួរគឺយើងនឹងទទួលបានលុយជាពិសេសហ្នឹងការដកលុយរបស់យើងគឺយើងអាចដកបានចាប់ពី$1ហើយការដកលុយរបស់ខ្ញុំគឺខ្ញុំធ្លាប់បានដកជាមួយនឹងកម្មវិធីហ្នឹងគឺចំនួន$1ដែរហើយបាទសម្រាប់កម្មវិធីមួយនេះគឺខ្ញុំធ្លាប់បានដកលុយជាមួយវាគឺចំនួន$1ឥឡូវគឺខ្ញុំធ្វើការបង្ហាញអ្នកនរគ្នានៅក្នុង AFA ដែលខ្ញុំទៅទទួលបានលុយពីកម្មវិធីមួយហ្នឹងបាទសម្រាប់កម្មវិធីមួយហ្នឹងគឺដូចដែលខ្ញុំបានប្រាប់អញ្ចឹងគឺខ្ញុំគ្រាន់តែធ្វើការចុះឈ្មោះសំទោសគឺយើងគ្រាន់តែធ្វើការចុះឈ្មោះហើយគឺយើងគ្រាន់តែធ្វើការឆ្លើយនៅសំណួរគឺយើងទទួលបានលុយបាទឥឡូវគឺខ្ញុំធ្វើការបង្ហាញអ្នកនរគ្នានៅវិក័យប័ណ្ណដែលខ្ញុំទទួលបានពីខាងក្រុមហ៊ុនហ្នឹងដែលគាត់ទៅផ្ញើលុយចំនួន$1ចូលមកកាន់គណនីរបស់ខ្ញុំបាទនេះគឺជាចំនួនលុយដែលខ្ញុំទៅទទួលបានពីកម្មវិធីមួយហ្នឹងដែលមានឈ្មោះថា MSTR Survey បាទគឺអ្នកនរគ្នាអាចមើលបាននៅកន្លែងនេះបាទកន្លែង Remark នេះគឺខ្ញុំទៅទទួលបាន$1នេះជាចំនួនលុយដែលខ្ញុំទៅទទួលបានថ្មីបាទពីកម្មវិធីមួយហ្នឹងហើយសម្រាប់ការដាក់លុយដូចដែលខ្ញុំបានបង្ហាញអ្នកនរគ្នាឬក៏ប្រាប់អ្នកនរគ្នាអញ្ចឹងការដាក់លុយគឺយើងអាចដកបានចាប់ពី$1ឡើងបាទគឺ$1ឡើងទៅគឺយើងអាចដកបានហើយការដាក់លុយក៏មិនត្រឹមតែដកលុយចូលធនាគាររបស់ខ្មែរយើងដូចជាវិញឬក៏ AFA ទេជាពិសេសគឺយើងអាចធ្វើការបញ្ចូលនៅការទូរស័ព្ទបានថែមទៀតបាទសម្រាប់កម្មវិធីមួយនេះគឺវាមានភាពងាយស្រួលទេក្នុងការលេងជាមួយវាឥឡូវខ្ញុំធ្វើការបើកនៅក្នុងកម្មវិធីហ្នឹងឲ្យអ្នកនរគ្នាមើលបាទសម្រាប់កម្មវិធីមួយនេះគឺវាងាយស្រួលមែនទែនក្នុងការរកលុយជាមួយវាណាគឺយើងគ្រាន់តែធ្វើការចុះឈ្មោះលេងជាមួយវាគឺហើយនឹងឆ្លើយនៅសំណួរដែលគេដាក់ឲ្យយើងគ្រាន់តែធ្វើការឆ្លើយនៅសំណួរគឺយើងទទួលបានលុយបាទឥឡូវគឺខ្ញុំធ្វើការបង្ហាញអ្នកនរគ្នានៅកន្លែងនេះបាទនៅក្នុងកន្លែងរូបកាដូនេះបាទហើយខ្ញុំយកកន្លែងនេះដើម្បីបង្ហាញអ្នកនរគ្នាពីចំនួនលុយដែលខ្ញុំទៅដកបានជាមួយ$1អ្នកនរគ្នាមើលនៅកន្លែងនេះគឺស្មើនឹង100 point គឺវាស្មើនឹងបាទគឺស្មើនឹង$1គិតជាលុយខ្មែរសុំទោសអ្នកគ្នាគឺគិតជាលុយដុល្លារគឺស្មើនឹង$1ហើយសម្រាប់ការដកលុយគឺយើងអាចដកបានច្រើនគឺយើងអាចដកតាមវិញក៏បាន AFA ក៏បានហើយជាពិសេសគឺយើងអាចដកតាម PayPal នេះហើយនឹងអាចធ្វើការបញ្ចូលជាកាតទូរស័ព្ទបានថែមទៀតបាទឥឡូវខ្ញុំធ្វើការបង្ហាញអ្នកនរពីការចុះឈ្មោះលេងជាមួយកម្មវិធីមួយនេះសិនសម្រាប់អ្នកដែលមកថ្មីដែលក៏អត់ស្គាល់ជាមួយកម្មវិធីមួយនេះបាទសម្រាប់កម្មវិធីមួយនេះឥឡូវខ្ញុំរកបានចំនួន$3ទៀតហើយគឺវាស្មើនឹង$3000កាក់គឺវាស្មើនឹង$3បាទឥឡូវខ្ញុំធ្វើការបង្ហាញសម្រាប់អ្នកថ្មីដែលគាត់អត់ស្គាល់ពីការចុះឈ្មោះលេងហើយនឹងបង្ហាញសម្រាប់ការដកលុយនៅក្នុងវីដេអូមួយនេះតែម្ដងបាទឥឡូវគឺខ្ញុំធ្វើការ5អ្នកនរគ្នាទៅសម្រាប់អ្នកដែលអត់ចុះឈ្មោះលេងណានៅពេលដែលខ្ញុំចូលនៅក្នុង channel របស់ខ្ញុំឬក៏កំពុងតែមើលវីដេអូរបស់ខ្ញុំគឺអ្នកអាចជួយចុច Subscribe ឬក៏ចុច Like នៅវីដេអូរបស់ខ្ញុំមួយទៅដើម្បីទទួលបានវីដេអូជាច្រើនទៀតអំពីការរកលុយតាមប្រព័ន្ធអនឡាញបាទគឺអ្នកនរកំពុងមើលវីដេអូរបស់ខ្ញុំគឺអាចចុចកន្លែងសញ្ញាពុយនេះមកបាទចុចពីកន្លែងសញ្ញាពុយនឹងមួយមាន link មួយខ្ញុំដាក់ខាងក្រោមដែលដាក់តែចុះឈ្មោះបាទគឺយើងចុចតាមយក link របស់ខ្ញុំមួយមកតែចុចតាមយក link របស់ខ្ញុំកន្លែងនឹងមួយនៅចូលមកកាន់ទំនុកបែបនេះគឺយើងធ្វើការបញ្ចូលនៅ Gmail របស់យើងបាទខាងលើនេះគឺយើងធ្វើការបញ្ចូលនៅ Gmail បាទឥឡូវធ្វើការបញ្ចូលបង្ហាញអ្នកនរសិនខ្ញុំធ្វើការបើកវានៅក្នុងទម្រង់ browser មួយបាទបន្ទាប់មកគឺយើងធ្វើការបញ្ចូលនៅ Gmail មកខ្ញុំធ្វើការបញ្ចូលនៅ Gmail របស់ខ្ញុំមួយបាទនៅកន្លែងហ្នឹងគឺយើងធ្វើការបញ្ចូលនៅ Gmail របស់យើងសម្រាប់អ្នកដែលមាន Gmail គឺយើងធ្វើការបញ្ចូលនៅ Gmail មកគឺវាតម្រូវយើងធ្វើការបញ្ចូលនៅ Gmail របស់យើងបាទអ្នកនរគ្នាធ្វើការបញ្ចូល Gmail នៅកន្លែងហ្នឹងដូចគ្នាមកចំនួន2ដងព្រោះតែមកនៅកន្លែងនេះគឺយើងធ្វើការបញ្ចូលនៅលេខទូរស័ព្ទរបស់យើងបាទឥឡូវខ្ញុំធ្វើការវាយបញ្ចូលនៅលេខទូរស័ព្ទរបស់ខ្ញុំបន្ទាប់ពីយើងធ្វើការវាយបញ្ចូលនៅលេខទូរស័ព្ទរបស់យើងនៅកន្លែងហ្នឹងរួចរាល់អស់ហើយគឺយើងធ្វើការបញ្ចូលនៅ password បាទគឺយើងវាយបញ្ចូលនៅ password ហើយនៅកន្លែងនេះគឺកម្មវិធីគឺតាមត្រូវហើយកន្លែងនេះគឺយើងគូគ្រីសមួយកន្លែងនេះគឺយើងគូគ្រីសមួយទៀតបាទយើងចេះគ្រីសនៅកន្លែងនេះមួយទៀតមកបាទបន្ទាប់មកគឺវាតម្រូវអ្នកគ្នាធ្វើការជ្រើសរើសនេះយើងមើលនៅកន្លែងនេះកន្លែងហ្នឹងវាឲ្យយើងជ្រើសរើសអីគេទេខ្ញុំអត់ស្គាល់ច្បាស់សូវចេះភាសាអង់គ្លេសឥឡូវខ្ញុំជ្រើសរើសយកកន្លែងនេះមួយចុះបាទបន្ទាប់មកគឺយើងចុច verify ទៅបើសិនជាចុចទៅវាខុសគឺវាឲ្យយើងធ្វើការជ្រើសរើសសារថ្មីទៀតបាទខ្ញុំធ្វើការជ្រើសរើសអញ្ចឹងទៅបាទកន្លែងនេះគឺយើងមើលនៅកន្លែងអក្សរនេះវាឲ្យយើងជ្រើសរើសតាក់ស៊ីបាទយើងយកចុចតាក់ស៊ីគឺយើងចុចយកទាំងអស់មកបន្ទាប់មកគឺយើងចុច verify អត់ត្រូវកន្លែងហ្នឹងគឺវាឲ្យយើងយករូបស្ពានយើងចុចរូបស្ពានមកយើងចុចយករូបស្ពានទាំងអស់មកបាទហើយចុច verify ទៅបាទនៅកន្លែងហ្នឹងគឺវាគូគ្រីសមួយហើយទៅមកគឺយើងធ្វើការវាយបញ្ចូលនៅ password របស់យើងមកបាទកន្លែង password ហ្នឹងខ្ញុំធ្វើការ copy វីដេអូមួយសិនបន្ទាប់ពីអ្នកនរគ្នាធ្វើការវាយបញ្ចូលនៅ Gmail លេខទូរស័ព្ទហើយនិង password រួចរាល់អស់ហើយគឺយើងអាចចុចកន្លែងពាក្យថា register បានចុចពាក្យថា register នឹងមួយមកបាទបន្ទាប់ពីយើងចុចពាក្យថា register គឺវានឹង load មកកាន់ទំនុកបែបនេះបាទវាឲ្យយើងចុចកន្លែងនេះយើងចុចកន្លែងនឹងមួយមកបាទយើងចុចកន្លែងនឹងមួយដែលមានពាក្យថា click here
ចុចពីលើនឹងមួយមកបន្ទាប់មកនៅកន្លែងនេះគឺយើងធ្វើការបញ្ចូលនៅលេខ Gmail របស់យើងបាទគឺវាយបញ្ចូលនៅ Gmail របស់យើងមកហើយកន្លែងនេះគឺយើងវាយបញ្ចូលនៅ password របស់យើងបាទកន្លែង password ហ្នឹងខ្ញុំធ្វើការ copy វីដេអូមួយសិនបន្ទាប់ពីយើងធ្វើការបញ្ចូលនៅ password រួចរាល់ហើយគឺយើងអាចចុចកន្លែងពាក្យថា login អូខេដើម្បីនឹងធ្វើការ login ចូលជាមួយវាបានគឺយើងត្រូវការ verify នៅ Gmail របស់យើងសិនបាទសម្រាប់ការ verify នៅ Gmail របស់យើងគឺខាងក្រុមហ៊ុនគឺនឹងផ្ញើនៅ Gmail មួយគឺផ្ញើនៅ Gmail មួយមកខាងលើនេះបាទគឺយើងមើលហ្នឹងនេះតែមានរូបភាពថា Gmail នេះមួយនេះ Gmail មួយនេះគឺយើងធ្វើការចុចពីលើវាទៅឬក៏អ្នកគ្នាអត់ឃើញនៅ Gmail នៅខាងលើហ្នឹងទេគឺអ្នកគ្នាអាចចុចវាចេញសិនហើយយើងចូលមកកាន់ Gmail របស់យើងនេះចូលមកកាន់ Gmail របស់យើងបែបនេះមកហើយបន្ទាប់មកគឺយើងធ្វើការយក Gmail របស់យើងមួយបាទឥឡូវខ្ញុំធ្វើការយក Gmail របស់ខ្ញុំមួយនេះគឺជា Gmail ដែលខ្ញុំបានភ្ជាប់ជាមួយនឹងកម្មវិធីមួយមិញបាទបន្ទាប់មកគឺយើងធ្វើការចុចពីលើវាមកចុចពីលើ Gmail ដែលគេបានផ្ញើមកយើងមិញបាទដើម្បីនឹង verify បានគឺយើងចុចនៅកន្លែងនេះយើងចុចនៅលើនេះមួយមកចុច click នៅកន្លែងនេះមួយដើម្បីនឹង activate ចុចពីលើវាមួយមកបន្ទាប់មកនៅកន្លែងនេះគឺវាឲ្យយើង activate សារថ្មីបាទគឺវាអត់ support ឥឡូវខ្ញុំធ្វើការចុចកន្លែងនេះម្ដងដើម្បី activate អូខេបើសិនជាយើងធ្វើការ activate ទៅវាអត់ទទួលបានជោគជ័យយើងអាចចុចកន្លែងពាក្យថា forget លេខកូដនៅកន្លែងនេះមកចុចពីលើនឹងមួយបន្ទាប់មកនៅកន្លែងនេះគឺយើងធ្វើការបញ្ចូលនៅ Gmail ដែលយើងបានចុះឈ្មោះជាមួយវាមិញហើយយើងចុចកន្លែងពាក្យថា send បាទចុចកន្លែង send នឹងមួយមកបាទយើងចុចកន្លែង send នឹងមួយបន្ទាប់មកនៅកន្លែងនេះគឺវាធ្វើការ reset ឲ្យយើងហើយគឺយើងអាចចូលទៅកាន់ Gmail របស់យើងវិញបានដើម្បីនឹង log in សារថ្មីបាទគឺយើងចុចចូលកន្លែងនេះមកចុចកន្លែងពាក្យថា click here ហើយយើងចូលមកកាន់ Gmail របស់យើងសារថ្មីមកដែលអត់ឃើញនឹង Gmail មួយដែលខាងក្រោមมันផ្ញើមកបាទគឺយើងចុចពីលើវាមួយមកបន្ទាប់មកគឺយើងយកកន្លែងពាក្យថា click here អូខេហើយនៅកន្លែងនេះគឺយើងធ្វើការបញ្ចូលនៅ Gmail របស់យើងមកសូមទោសអ្នកគ្នាគឺយើងធ្វើការដាក់នៅ password ថ្មីបាទបន្ទាប់នៅពេលយើងបញ្ចូល Gmail អស់ហើយយើងចុចកន្លែងពាក្យថា change ទៅហើយនៅកន្លែងនេះគឺយើងធ្វើការបញ្ចូលនៅ Gmail ហើយនៅ password របស់យើងសារថ្មីមកហើយធ្វើការ login វាបាទបន្ទាប់មកនៅកន្លែងនេះគឺវាទាមទារឲ្យយើងធ្វើការយកលេខកូដដើម្បីនឹង activate បាទគឺយើងយកលេខកូដមកដើម្បីនឹង activate វាបានឥឡូវគឺខ្ញុំធ្វើការបើកវានៅក្នុងប្រព័ន្ធអ៊ីនធឺណិតសិនបាទបន្ទាប់ពីយើងចុចកន្លែងហ្នឹងហើយគឺយើងចូលមកកាន់ Gmail របស់យើងសាជាថ្មីមកដើម្បីនឹងយកកូដ activate នេះយកកូដដែលវាផ្ញើមកយើងកាលមុននេះកូដនេះយើង copy កូដហ្នឹងមកដើម្បីយកទៅ activate account របស់យើងបាទហើយបន្ទាប់មកគឺយើងធ្វើការផាសបញ្ចូលលេខកូដរបស់យើងតែយើងចុចកន្លែងពាក្យថា activate បាទបន្ទាប់មកនៅកន្លែងនេះគឺយើងធ្វើការបញ្ចូលនៅឈ្មោះរបស់យើងឧទាហរណ៍ថាខ្ញុំអញ្ចឹងគឺខ្ញុំធ្វើការដាក់ឈ្មោះមិត្តភ័ក្តិរបស់ខ្ញុំមួយអញ្ចឹងបាទឥឡូវខ្ញុំធ្វើការដាក់ឈ្មោះមិត្តភ័ក្តិរបស់ខ្ញុំមួយអូខេហើយយើងចុច next មកនៅកន្លែងនេះគឺយើងដាក់តកូដរបស់យើងការវាយបញ្ចូលសិនបាទបន្ទាប់មកគឺយើងចុចកន្លែងពាក្យថា next ទៀតមកហើយនៅកន្លែងនេះយើងជ្រើសរើសភេទស្រីឬក៏ប្រុសបាទបន្ទាប់មកគឺយើងចុច next មកហើយនៅកន្លែងនេះគឺយើងធ្វើការបញ្ចូលនៅថ្ងៃខែឆ្នាំកំណើតធ្វើការបញ្ចូលនៅថ្ងៃខែឆ្នាំកំណើតសិនបន្ទាប់ពីយើងធ្វើការបញ្ចូលនៅថ្ងៃខែឆ្នាំកំណើតហើយគឺយើងអាចចុច next ហើយនៅកន្លែងនេះគឺយើងជ្រើសរើសខេត្តដែលយើងនៅមកសម្រាប់ខ្ញុំគឺខ្ញុំនៅខាងសៀមរាបគឺខ្ញុំយកសៀមរាបហើយបន្ទាប់មកគឺយើងចុចដានហើយនៅកន្លែងនេះចុច finish បាទបន្ទាប់ពីយើងធ្វើការចុចឈ្មោះជាមួយវាជោគជ័យហើយនៅកន្លែងនេះគឺយើងអាចធ្វើការឆ្លើយនៅសំណួររបស់គេបានហើយបាទនៅពេលដែលយើងចុចឈ្មោះដំបូងគឺយើងទទួលបានចំនួន100 point ឬក៏100បន្ទុកបន្ទាប់មកគឺយើងអាចធ្វើការ start survey បានដើម្បីទទួលបាន1000 point បាទ1000 point នេះបើសិនជាយើងគិតវាជាលុយខ្មែរបើសិនជាយើងយកវាស្រាប់$1គឺវាស្មើនឹង1000បាទស្រាប់1000 point ហ្នឹងវាស្មើនឹង$1គឺយើងអាចធ្វើការចុច start survey បានបាទគឺយើងគ្រាន់តែធ្វើការឆ្លើយនៅសំណួរគេទៅគឺយើងទទួលបានលុយហើយគឺយើងចុចកន្លែង click នេះមកដើម្បីនឹងឆ្លើយនៅសំណួរគឺយើងទទួលបានជាបន្ទុកឬក៏ជាកាក់ហើយឥឡូវខ្ញុំធ្វើការបង្ហាញអ្នកគ្នាពីការឆ្លើយសំណួរគឺយើងចុចលើសំណួរនេះមួយលើនឹងមួយយើងឆ្លើយអស់មកគឺយើងទទួលបានបន្ទុកហើយបាទខាងលើនេះគឺយើងធ្វើការបញ្ចូលហើយយើងឆ្លើយនៅសំណួររបស់គេទាំងអស់នេះមកនៅកន្លែងនេះគេសួរថានៅក្នុងនិយាយទៅគេយើងឆ្លើយមិនក៏បានដែរអត់ទេអត់តែអ្នកគ្នាយល់ពីសំណួរដែលចង់សួរយើងអាចធ្វើការឆ្លើយបានទៅយើងគ្រាន់តែចុចឆ្លើយអញ្ចឹងមកបាទយើងចុចឆ្លើយអញ្ចឹងមកបន្ទាប់ពីយើងធ្វើការឆ្លើយអស់ហើយគឺយើងធ្វើការរងចាំបន្តិចសិនឥឡូវខ្ញុំធ្វើការស្កប់វីដេអូសិនហើយពេលយើងឆ្លើយចប់ខ្ញុំបង្ហាញអ្នកគ្នាបន្ថែមទៀត
បាននៅកន្លែងហ្នឹងគឺអ្នកតម្រូវអ្នកខ្ញុំប្រកាសឆ្លើយនៅសំណួរទាំងនេះទាំងឲ្យអស់មកក៏យើងគ្រាន់ចុចទៅលើសំណួរមួយនេះហើយយើងប្រកាសឆ្លើយវាអស់មកក៏យើងទទួលបានលុយហើយសម្រាប់កន្លែងហ្នឹងគឺខ្ញុំអាចបានបង្ហាញដល់ខ្ញុំបន្ថែមទៀតទេដោយសារតែខ្ញុំមាន account មួយទៀតហើយ account មួយនេះគឺខ្ញុំគ្រាន់ធ្វើការបង្ហាញឬក៏តេស្តបង្ហាញដល់ខ្ញុំពីការឆ្លើយនៅសំណួរបាទសម្រាប់ការដាក់លុយគឺខ្ញុំធ្វើការបង្ហាញដល់ខ្ញុំនៅក្នុងវីដេអូមួយនេះផងដែរហើយសម្រាប់អ្នកដែលចង់បាននៅក្នុង app មួយនេះយើងអាចចូលទៅ download នៅក្នុង Play Store បន្ថែមទៀតបានដោយ search ពេថា MSTR Survey បាទ MSTR Survey អ្នកទាំងអស់គ្នាអាច search ពាក្យថា MRTS Survey មកបន្ទាប់មកគឺយើងធ្វើការ download នៅ app នេះមួយមកដើម្បីងាយស្រួលក្នុងការប្រើបាទបន្ទាប់ពីអ្នកខ្ញុំធ្វើការ download នៅ app ហ្នឹងហើយគឺយើងអាចចុច open ទៅសម្រាប់ខ្ញុំគឺខ្ញុំបានភ្ជាប់ជាមួយនឹង account របស់ខ្ញុំស្រេចបាទខ្ញុំភ្ជាប់ជាមួយនឹង account របស់ខ្ញុំស្រេចគឺវាចេញមកទំនងបែបនេះទាំងហ្នឹងសម្រាប់ការភ្ជាប់ជាមួយវាគឺងាយស្រួលមែនទែនអ្នកនរគ្នាគឺវាតម្រូវយើងធ្វើការ log ដូចតែមុនដែរគឺយើងគ្រាន់ធ្វើការបញ្ចូល regime ហើយនឹង password របស់យើងហើយយើងចុច log ទៅគឺចូលបានហើយអូខេឥឡូវខ្ញុំធ្វើការបញ្ចូល regime ហើយនឹង password របស់ខ្ញុំដើម្បីនឹង log ចូលបាទបន្ទាប់មកយើងចុច log ចូលទៅ log in អូខេកន្លែងហ្នឹងគឺដោយសារខ្ញុំបាយ password ខុសបាទមិនគឺដោយសារតែខ្ញុំភ្លេចនៅ password ពេលខ្ញុំបាយ password ទៅខុសឥឡូវខ្ញុំធ្វើការ log in ចូល account របស់ខ្ញុំបានហើយបាទបន្ទាប់មកនៅក្នុងវីដេអូមួយនេះខ្ញុំធ្វើការបង្ហាញដល់ខ្ញុំពីការដកលុយម្ដងអរសុំទោសអ្នកគ្នាខ្ញុំឥឡូវខ្ញុំធ្វើការបង្ហាញដល់ខ្ញុំពីការដកលុយម្ដងសម្រាប់ការដកលុយគឺអត់មានន័យពិបាកទេគឺយើងចុចនៅកន្លែងនេះមកអ្នកគ្នាអាចចុចចូលនៅកន្លែងនេះចុចចូលកន្លែងរូបកដោនេះមកបាទសម្រាប់កន្លែងរូបកដោនេះគឺយើងអាចធ្វើការបដូរយកជាងរូបជារង្វាន់បានបើសិនជាយើងមានកាក់មាន point របស់យើងច្រើនបើសិនជាយើងមាន point ច្រើនគឺអាចដូរយកជាលុយអរសុំតែយើងអាចដូរយកជាកាក់បានឥឡូវគឺយើងដើម្បីនឹងដកលុយបានគឺតម្រូវយើងធ្វើការបញ្ចូលនៅលេខណែកង់ធនាគាររបស់យើងចុចចូលកន្លែង setting នេះមកបន្ទាប់មកនៅកន្លែងនេះគឺយើងធ្វើការបញ្ចូលនៅឈ្មោះធនាគាររបស់យើងអត់សុំតែគឺយើងធ្វើការបញ្ចូលនៅឈ្មោះរបស់អ្នកនរគ្នាមកដែលភ្ជាប់ជាមួយនឹងធនាគារហើយនៅកន្លែងនេះគឺយើងធ្វើការបញ្ចូលនៅលេខទូរស័ព្ទរបស់យើងបន្ទាប់មកនៅកន្លែង ABA នេះគឺយើងនៅកន្លែងនេះគឺយើងជ្រើសរើសយកធនាគារមួយយើងដាក់ឈ្មោះធនាគាររបស់យើងមកបន្ទាប់មកយើងធ្វើការបញ្ចូលនៅលេខធនាគាររបស់យើងហើយបន្ទាប់មកនៅកន្លែងនេះគឺយើងធ្វើការចុចនៅពាក្យថា submit ទៅគឺរួចរាល់ហើយសម្រាប់ខ្ញុំគឺខ្ញុំមាន account ស្រាប់គឺខ្ញុំអត់បាច់ធ្វើការចុច submit ឬក៏ភ្ជាប់វាសាថ្មីទេខ្ញុំធ្វើការចេញមកបាទបន្ទាប់មកគឺខ្ញុំធ្វើការបង្ហាញអ្នកនរគ្នាពីការដកលុយសម្រាប់ការដកលុយគឺងាយស្រួលមែនទែនគឺអ្នកនរគ្នាចុចនៅកន្លែងនេះចុចកន្លែងរូបកដោនេះបន្ទាប់ពីអ្នកនរគ្នាចុចនៅកន្លែងរូបកដោនឹងហើយបើសិនជាអ្នកនរគ្នាមានលុយចាប់ពី$1ឬក៏1000កាក់គឺយើងអាចធ្វើការដកបានហើយសម្រាប់ការដកលុយគឺយើងអាចដកបានចាប់ពី$1ឧទាហរណ៍ថាខ្ញុំមាន3100កាក់អញ្ចឹងខ្ញុំអាចធ្វើការដក3000កាក់បានឬក៏ស្មើនឹង$3បាទបន្ទាប់មកគឺយើងភ្ជាប់ជាមួយនឹងធនាគាររបស់យើងមកយើងចុចគ្រីសនៅកន្លែងនឹងមួយបន្ទាប់មកគឺយើងអាចធ្វើការចុចនៅ submit ទៅគឺយើងបានធ្វើការស្នើសុំដល់ហើយសម្រាប់ខ្ញុំគឺខ្ញុំអត់តន់ធ្វើការស្នើសុំដល់ទេខ្ញុំធ្វើឲ្យខ្ញុំរកពីកម្មវិធីមួយនេះឲ្យបានចំនួន$5សិនទៅខ្ញុំធ្វើការដកជាមួយនឹងកម្មវិធីមួយនេះបន្ថែមទៀតបាទឬក៏ការបញ្ចូលជាការទូរស័ព្ទគឺយើងអាចចុចនៅកន្លែងនេះមកយើងចុចពីលើវាមួយមកបន្ទាប់មកនៅកន្លែងនេះគឺយើងធ្វើការបញ្ចូលនៅលេខទូរស័ព្ទរបស់យើងហើយយើងចុចកន្លែងពាក្យថា submit ទៅគឺយើងអាចធ្វើការស្នើសុំដើម្បីបញ្ចូលលុយបានហើយក៏ប៉ុន្តែនៅក្នុងវីដេអូមួយនេះគឺខ្ញុំអត់បានបង្ហាញអ្នកនរគ្នាអំពីការដកលុយទេគឺខ្ញុំសូមតើនេះគឺខ្ញុំអត់បានបង្ហាញអ្នកគ្នាអំពីការបញ្ចូលជាការទូរស័ព្ទទេបាទគឺខ្ញុំតើតែមាន$5បានខ្ញុំធ្វើការស្នើសុំដល់មកទៀតឥឡូវគឺខ្ញុំទៅតែមាន$3ហើយមួយទៀតដើម្បីនឹងរកលុយជាមួយនឹងកម្មវិធីមួយនេះបានកាន់តែច្រើនគឺយើងអាចធ្វើការ invite friend បានយើងចុចនៅកន្លែងនេះទៅដើម្បីនឹងណែនាំមិត្តភ័ក្តិហើយសម្រាប់ការណែនាំមិត្តភ័ក្តិគឺយើងទូវាអស់ចំនួន200 point គឺយើង share link ឲ្យមិត្តភ័ក្តិរបស់យើងគាត់ចុះឈ្មោះគឺយើងទទួលបាន100 point ហើយគាត់អ្នកដែលចុះឈ្មោះតាមរយៈ link របស់យើងគឺទទួលបាន100 point ដែរបាទកន្លែងហ្នឹងគឺល្អគឺវាស្មើនឹង10សេនដែរមកគឺជាលុយទៅវាស្មើនឹង10សេនបាទហើយសម្រាប់វីដេអូមួយនេះគឺខ្ញុំធ្វើការបង្ហាញអ្នកនរគ្នាតែប៉ុណ្្នឹងឯងសម្រាប់អ្នកមកចង់បន្ថែមទាក់ទងជាមួយកម្មវិធីមួយនេះគឺអាចឆាតសួរខ្ញុំបន្ថែមទៀតបានបាទហើយសម្រាប់អ្នកអត់ទាន់ចុច subscribe នៅ channel របស់ខ្ញុំគឺអាចចូលមក subscribe ឬក៏ចុច like នៅវីដេអូរបស់ខ្ញុំមួយទៅដើម្បីទទួលបានវីដេអូថ្មីៗអំពីការរកលុយតាមប្រព័ន្ធ online ជាច្រើនទៀតអរគុណអ្នកនរគ្នាហើយវីដេអូមួយនេះខ្ញុំធ្វើការបញ្ចប់ទៅត្រឹមហ្នឹង